ขนมนุយើងមានសាបត្យករសំខាន់3ប្រភេទបាទ3ប្រភេទនោះយើងមានជាសាបត្យករយើងហៅថាសាបត្យករចំជីបានបន្តមកយើងហៅថាមានសាបត្យករកោសកដែលជាសាបត្យករអាជីពហើយនឹងមានសាបត្យករអាស៊ានចំណុចល្អឬក៏អីគេខ្លះដែលលោកពូចង់លើកទឹកចិត្តឲ្យសាបត្យករទាំងអស់គាត់apply ទៅជាសាបត្យករអាស៊ានមានអ្នកខ្លះគាត់ច្រឡំថាការចុះបញ្ជីជាសាបត្យករហ្នឹងតាក់ទងជាមួយនឹងពន្ធដារហើយនឹងរូបវ័នបុគ្គលតែហ្នឹងវាខុសគ្នាមិនដែលលោកពូព្រោះមានអ្នកខ្លះគាត់រៀងនៅមានភាពស្ពេចស្ពើរូបវ័នបុគ្គលយើងសួរថាហេតុអីបានយើងចាំបាច់ត្រូវការរូបវ័នបុគ្គលបាទចឹងរូបវ័នបុគ្គលនោះគឺជាបុគ្គលដែលទទួលខុសត្រូវចំពោះមុខច្បាប់យើង sourcing ពីក្រៅយើងប្រើ bidding code អត់ទាន់មានកំណត់ទេតែអាហ្នឹងក្នុងផែនការរបស់ខាងគណៈឬក៏ខាងច្បាប់នៅក្នុងប្រទេសរបស់យើងតែយើងមានបានគិតឬក៏សិក្សាអំពីចំណុចហ្នឹងឯលោកពូបាទនាំមកជូនដោយ Light Green ដែលជាក្រុមហ៊ុនចែកចាយនៅសម្ភារៈសំណង់ប្រភេទម៉ាកយីហោ Low Grade ដែលមានការពេញនិយមទំនើបឈានមុខគេនិងប្រកបដោយគុណភាពខ្ពស់សូមស្វាគមន៍មកកាន់កម្មវិធី Road to Talk Show ហើយនេះគឺជាអេពីសូតដែលពិសេសមែនទែនខ្ញុំគិតថាជាអេពីសូតមួយដែលយើងជាស្ថាបត្យករក៏ដូចជាស្ថាបត្យករជំនាន់ក្រោយគួរតែស្វែងយល់ហើយក៏មានភ្ញៀវកិត្តិយសពិសេសមួយរូបដែលគាត់នឹងចំណាយពេលចូលរួមនៅក្នុងថ្ងៃនេះសូមស្វាគមន៍លោកពូអាយដាមជាចន្ទថាវរៈជាលេខាធិការរងនៃគណៈស្ថាបត្យករជំរាបសួរលោកពូបាទជំរាបសួរបាទលោកពូអាចនិយាយអំពីសាច់រឿងខ្លះពីប្រវត្តិរបស់លោកពូខ្លះបានទេដើម្បីឲ្យខាងaudience គាត់បានយល់និងស្គាល់ពីលោកពូដែរបាទសូមអរគុណបាទអរគុណកម្មវិធី Road to Talk ដែលផ្ដល់ឱកាសដល់រូបខ្ញុំបានចូលរួមដល់នៅកិច្ចសម្ភាសឬក៏ចែករំលែកនៅបទពិសោធន៍ឬក៏រឿងរ៉ាវទាក់ទងនឹងខ្លួនឯងបាទខ្ញុំបាទឈ្មោះជាច័ន្ទថៃបុរៈខ្ញុំសប្តាហ៍ថ្ងៃបម្រើការនៅគណៈស្ថាបត្យករកម្ពុជាហើយខ្ញុំជាអ្នកសៀមរាបនៅឆ្នាំ1989ក្រោយពីបញ្ចប់ការសិក្សាយើងហៅថាប្រឡងបាក់ឌុបជាប់បាក់ឌុបក៏បានមកបន្តការសិក្សានៅទីក្រុងភ្នំពេញបាទហើយក្នុងនោះខ្ញុំបានចូលសិក្សានៅមហាវិទ្យាល័យស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលយើងហៅថាសាលាក្រហមបាទសាលាក្រហមរូបាឬក៏សាលារចនានៅទីនោះខ្ញុំសិក្សារយៈពេល6ឆ្នាំរហូតដល់ឆ្នាំ1995ចុងឆ្នាំបានបញ្ចប់ការសិក្សាបាទហើយក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យខ្ញុំបានបម្រើការនៅក្រសួងសាធារណការដឹកជញ្ជូនពីព្រោះកាលសម័យនោះនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចប់មហាវិទ្យាល័យយើងមានសំណាងបានបម្រើការងាររដ្ឋជាស្វ័យប្រវត្តិបាទជាសំណាងនៅសម័យនោះបាទហើយទន្ទឹមនោះដែរខ្ញុំក៏បានបម្រើការងារក្នុងអាជីពជាស្ថាបត្យករនៅអង្គការមួយឈ្មោះថាវិទ្យាស្ថានលំនៅខ្មែរបាទនៅឆ្នាំក្រោយពីបម្រើបាទចូលបម្រើការនៅក្រសួងសាធារណការក៏ដូចជាបម្រើការនៅវិទ្យាស្ថានលំនៅខ្មែរមួយរយៈក្រោយមកនៅឆ្នាំ2000ខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអាល្លឺម៉ង់ក្នុងមុខជំនាញថ្នាក់អនុបណ្ឌិតផ្នែកសំណង់នៅតំបន់ត្រូពិកបាទហើយក្នុងពេលដំណើរគ្នាដែរក្រសួងសាធារណការក៏បានត្រូវបានមិនមែនក្រសួងសាធារណការទេគឺយើងថាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបង្កើតនៅឆ្នាំ1999បាទហើយក្នុងនោះក៏មានមន្ត្រីពីក្រសួងផ្សេងត្រូវបានកាត់បញ្ចូលទៅបម្រើការនៅក្នុងក្រសួងថ្មីនេះហើយដោយឡែកផ្នែកខាងខ្ញុំក៏ត្រូវបានផ្ទេរទៅបម្រើការនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហ្នឹងតាំងពីឆ្នាំ1999រហូតមកដល់សប្តាហ៍ថ្ងៃនេះបាទអញ្ចឹងបកមកវិញនៅពេលដែលខ្ញុំទៅបញ្ចប់ការសិក្សានៅក្រៅប្រទេសនៅឆ្នាំ2003ខ្ញុំត្រឡប់មកវិញក៏បានត្រឡប់មកបម្រើការនៅក្រសួងរៀបចំដែនដីហើយក៏បានផ្លាស់ទៅបម្រើការនៅខេត្តសៀមរាបបានមួយរយៈបាទហើយក៏បានត្រឡប់មកទីក្រុងភ្នំពេញវិញបម្រើការនៅក្រសួងវិញបាទលោកពូអញ្ចឹងនៅឆ្នាំ
ពីពាន់19ខ្ញុំបានក្លាយជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជាហើយខ្ញុំក៏បានចាប់ផ្ដើមធ្វើការនៅគណៈស្ថាបត្យករកម្ពុជាចាប់ពីពេលនោះមករហូតដល់សប្តាហ៍ថ្ងៃបាទលោកពូ នៅក្នុងនោះដែរក៏បានចូលរួមកិច្ចការទាំងកិច្ចការជាតិនិងចូលរួមកិច្ចការអន្តរជាតិពិសេសកិច្ចការអាស៊ានដោយយើងមានការទៅចូលរួមប្រជុំនៅតំបន់អាស៊ានហើយបច្ចុប្បន្នក៏បានក្លាយទៅជាប្រធានក្រុមប្រឹក្សាស្ថាបត្យករអាស៊ានអាណត្តិ2024និង2025បាទថ្ងៃនេះបានចូលរួមដែរអបអរសាទរលោកពូសម្រាប់ក្លាយជាប្រធានហើយតាមខ្ញុំចាប់សម្ដីលោកពូជាស្ថាបត្យករនៅសាលាក្រហមជំនាន់ទី1កាលហ្នឹងយើងរៀន6ឆ្នាំហើយលោកពូជំនាន់ហ្នឹងការបើយើងនិយាយពីយើងខ្ញុំសុំទៅប្រវត្តិលោកពូបន្តិចណាពេលចប់ឆ្នាំលោកពូមានតាសម្បូរបែបលោកពូមានន័យថាអ្នករៀនជំនាញហ្នឹងមានចំនួនប៉ុន្មានអ្នកដែរហើយចប់ចំណុចលោកពូហ្នឹងមានប៉ុន្មានទៅព្រោះខ្ញុំគិតថាបើនិយាយទៅលោកពូបងខ្ញុំប្រហែលជា24ចំនួនព្រោះខ្ញុំខាងសាលាក្រហមចំនួនទី24អញ្ចឹងណាបាទអញ្ចឹងបកទៅចំនួនហ្នឹងតើពេលយើងបញ្ចប់ទៅបានច្រើនហើយលោកពូចំនួនស្ថាបត្យករខ្ញុំចង់រំលេចចំណុចហ្នឹងដែរចំណុចហ្នឹងសំខាន់ណាស់ដែលជាសាវតាដែលយើងជាស្ថាបត្យករគួរតែដឹងសាលាក្រហមឬក៏មហាវិទ្យាល័យស្ថាបត្យកម្មបានបង្កើតនៅឆ្នាំ1989ហ្នឹងគោលបំណងដំបូងនោះគឺយើងមិនបានគិតថានិស្សិតដែលចូលរៀនដំបូងនោះគាត់នឹងបានបញ្ចប់បរិញ្ញាបត្រដោយត្រឹមត្រូវទេអញ្ចឹងក្នុងគោលបំណងនោះគឺថាអ្នកចេះច្រើនជួយបង្រៀនអ្នកចេះតិចបានន័យថាលោកគ្រូដែលគាត់ជាសាស្ត្រាចារ្យបរិញ្ញាបត្រពេលនោះមួយចំនួនធំគាត់មិនបានទាន់បញ្ចប់ខ្លាយជាស្ថាបត្យករពេញលេញនៅឡើយទេបាទគាត់បានខ្លះគាត់បានការពារនិក្ខេបបទក៏ប៉ុន្តែក៏ដោយសាររបបខ្មែរក្រហមចូលមកក៏ខកខានទៅហើយអ្នកខ្លះក៏បត់ដល់ឆ្នាំទី4ហើយលោកគ្រូខ្លះគាត់ឆ្នាំទី3អីចឹងទៅបាទអញ្ចឹងក្នុងការបង្កើតសាលានោះគឺមានការប្រជុំគ្នាច្រើនថាដើម្បីយើងបង្កើតមហាវិទ្យាល័យមួយបានតើតែគ្រូសាស្ត្រាចារ្យនៃមហាវិទ្យាល័យនោះមានសញ្ញាបត្រយ៉ាងហោចណាស់ក៏ជាកាលនោះគិតថាបរិញ្ញាបត្រដែរបានអាចបង្រៀនបានប៉ុន្តែសម័យនោះគឺសឹងតែមិនមានទេបាទមិនសឹងតែមិនមានទេអញ្ចឹងភាគច្រើនគឺគាត់មិនមានសញ្ញាបត្រអញ្ចឹងក៏បានទៅជែកគ្នាច្រើនហើយក៏ចុងក្រោយបានសម្រេចគ្នាថាយើងបង្កើតទៅបើមិនបង្កើតពេលហ្នឹងក៏ពេលណាមិនដឹងថាបង្កើតដែរបាទអញ្ចឹងបង្កើតទៅហើយយើងបង្រៀនគាត់បានដល់ឆ្នាំទីប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅហើយពីដើមនោះលោកគ្រូគាត់សម័យថាពួកខ្ញុំរៀនបានត្រឹមតែក្នុងកំឡុងឆ្នាំទី3ទេมันអាចថាចប់បានទេដោយសារឈោលើសមត្ថភាពអីរបស់ពួកគាត់ដែលគាត់មានអញ្ចឹងក៏គាត់យល់ថាបានត្រឹមឆ្នាំទី3គេយកដែរពួកកាលណាយើងរៀនបាន3ឆ្នាំយើងចេះគូប្លង់ចេះអីហើយបាទវាក្រនបើជាងអត់មានបានជាស្ថាបត្យករពីរលេងក៏បានជាយើងហៅថាជាកាលនោះគាត់ហៅថាជា designator បាទចេះគូប្លង់ចេះអីយកមកប្រើការកើតហើយព្រោះពីដើមសម័យនោះគឺมันមានស្ថាបត្យករណាមកគូប្លង់មកអីគឺអត់មានទេបាទអញ្ចឹងមានតែគ្នាតិចតួចនឹងឯងអញ្ចឹងដោយសំណាងល្អទៅក៏ដោយសាររដ្ឋាភិបាលលោកក៏មានការវិវត្តហើយដល់សន្តិភាពចាប់ផ្ដើមមាននៅប្រទេសយើងក៏មានលោកគ្រូផ្សេងទៀតពីក្រៅប្រទេសទាំងលោកគ្រូនិស្សិតអតីតនិស្សិតនៃសាលាក្រហមចាស់ដែលគាត់ទទួលអាហារូបករណ៍ទៅសិក្សាហើយក៏រស់នៅក្រៅប្រទេសក៏ដូចជាមិត្តភ័ក្តិរបស់គាត់ជាបរទេសនោះក៏បានត្រឡប់មកវិញមកជួយបង្រៀនរហូតដល់ពួកខ្ញុំនោះបានចប់សពគ្រប់បាទនៅឆ្នាំ1995ហ្នឹងទៅបាទហើយចំនួននោះក៏និស្សិតចំនួនខ្ញុំចំនួនទី1មានខ្ទង់100ដូចជា130នាក់អីទេបាទនៅ130នាក់ទេដែលចាប់ផ្ដើមពីដំបូងហ្នឹងបាទពេលបញ្ចប់បាទហើយពេលបញ្ចប់ក៏វាតិចតួចទេដែលថាมันបានបញ្ចប់ហ្នឹងភាគច្រើនគាត់បានបញ្ចប់ជាង100នាក់អីដែរអត់បានបញ្ចប់បាទហ្នឹងហើយបាទអូខេអរគុណលោកពូអញ្ចឹងខ្ញុំគិតថានេះជាសាច់រឿងខ្លះដែលចង់ដឹងអំពីលោកពូហើយយើងនឹងបកមកចូលនៅក្នុងប្រធានបទដែលយើងចង់ជជែកមួយលោកពូហ្មងគឺយើងនិយាយអំពីច្បាប់នៃស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជាយើងដែលខ្ញុំចង់ឲ្យអ្នកជំនាន់ក្រោយក៏ដឹងឮព្រោះខ្ញុំក៏ដឹងពីព័ត៌មាននឹងច្បាស់ដែរប៉ុន្តែខ្ញុំចង់ឲ្យ
អ្នកទស្សនាគាត់អាចស្ដាប់អំពីបែបផែននៃឋានានុក្រមរបស់ស្ថាបត្យករយើងមានន័យថាយើងអាចយល់អំពីច្បាប់ឋាននៅក្នុងប្រទេសរបស់យើងតែយើងមានបន្ទាប់ពីយើងរៀនស្ថាបត្យរៀនជំនាញហ្នឹងហើយចប់5ឆ្នាំហើយតែយើងគួរបន្តទៀតអញ្ចឹងអាចលោកពូអាចជួយលើកឡើងអំពីចំណុចបន្ទាប់ដែលអ្នកជំនាន់ក្រោយឬក៏អ្នកដែលកំពុងតែធ្វើជាអាជីពស្ថាបត្យករហ្នឹងគាត់អាចយល់អំពីដំណាក់កាលនីមួយៗលោកពូបាទតាក់ទងនឹងបរិបទច្បាប់នោះខ្ញុំសូមលើកពីជ្រុងទី1យើងហៅថាឯកសារច្បាប់កាលនោះមានលោកគ្រូគាត់ចាស់គាត់មានបទពិសោធន៍ល្មមគាត់បានកកចងក្រងរបៀបជាសេចក្តីប្រកាសបាទសេចក្តីប្រកាសនេះសេចក្តីប្រកាសនោះមួយចំនួនសម្រាប់យកមកអនុវត្តក្នុងការរៀបចំប្រទេសបាទដោយឡែកតាក់ទងយើងស្ថាបត្យករយើងជាស្ថាបត្យករនៅពេលដែលយើងចប់ការសិក្សាយើងត្រូវបន្តអាជីពជាក្នុងនាមជាស្ថាបត្យករហើយបាទលេងជានិស្សិតលេងជាអីហើយអញ្ចឹងដើម្បីយើងក្លាយជាស្ថាបត្យករបម្រើការងារកើតទី1យើងត្រូវជាស្ថាបត្យករដែលចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាហើយសូមបញ្ជាក់ថាគណៈស្ថាបត្យករកម្ពុជាបានបង្កើតនៅចុងឆ្នាំ2011ដោយព្រះរាជក្រឹត្យបាទអញ្ចឹងនៅក្នុងនោះយើងមានស្ថាបត្យករសំខាន់3ប្រភេទបាទ3ប្រភេទនោះយើងមានជាស្ថាបត្យករយើងហៅថាស្ថាបត្យករចុះបញ្ជីបានបន្តមកយើងហៅថាមានស្ថាបត្យករកោសកដែលជាស្ថាបត្យករអាជីពហើយនឹងមានស្ថាបត្យករអាស៊ានបាទអញ្ចឹងស្ថាបត្យករចុះបញ្ជីនោះគឺជាយ៉ាងម៉េចគឺជាស្ថាបត្យករដែលបានបញ្ចប់ការសិក្សាពេញលេញរួចរាល់បាទពីសាកលវិទ្យាល័យឬពីមហាវិទ្យាល័យគាត់មកចុះបញ្ជីនៅគណៈស្ថាបត្យករបាទអញ្ចឹងគាត់ខ្លាយជាស្ថាបត្យករចុះបញ្ជីបាទអញ្ចឹងស្ថាបត្យករនោះគាត់បម្រើការងារយ៉ាងតិច3ឆ្នាំនៅក្នុងអាជីពរបស់គាត់បានគាត់អាចស្នើសុំជាស្ថាបត្យករកោសកឬស្ថាបត្យករអាជីពអញ្ចឹងដើម្បីក្លាយជាស្ថាបត្យករអាជីពបានស្ថាបត្យករនោះគាត់ត្រូវបំពេញបែបបទស្នើសុំមួយចំនួនហើយក្នុងបន្ថែមទៀតបូករួមទាំងបទពិសោធន៍ស្នាដៃដែលគាត់បានធ្វើរយៈពេល3ឆ្នាំហ្នឹងតើគាត់បានធ្វើគម្រោងអីខ្លះបាទហើយមកបានដាក់ស្នើសុំមកគណៈស្ថាបត្យករកម្ពុជាហើយបានគណៈស្ថាបត្យករកម្ពុជាបានរៀបចំយើងហៅថាការពារស្នាដៃនៅក្នុងនោះយើងមានគណៈយើងហៅថាគណៈកម្មការគុណវុឌ្ឍបាទគណៈកម្មការគុណវុឌ្ឍនោះគាត់មានចម្រុះពីទាំងវិស័យរដ្ឋនិងវិស័យឯកជនគាត់ចូលរួមចូលរួមដើម្បីពិនិត្យមើលការពារស្នាដៃរបស់ស្ថាបត្យករនឹងក្រោយពីបានការទទួលស្គាល់ថាស្ថាបត្យករនឹងពេញលេញថាសមជាស្ថាបត្យករហើយក៏ស្ថាបត្យករនោះក្លាយជាស្ថាបត្យករអាជីពយើងហៅថាស្ថាបត្យករកោសកបាទហើយស្ថាបត្យករកោសកនោះគាត់ធ្វើការតទៅទៀតធ្វើការគាត់អាជីពគាត់រហូតទៅទៀតយ៉ាងតិច5ឆ្នាំបន្តមកទៀតបាទគាត់អាចស្នើសុំជាស្ថាបត្យករអាស៊ានបាទអញ្ចឹងគាត់ត្រូវសబ్មិតឯកសារដាក់ស្នើសុំជាបន្តទៀតរួមទាំងស្នាដៃហើយក្នុងនោះក៏យើងសង្កត់ធ្ងន់រឿងភាសាបរទេសដែលពិសេសគឺភាសាអង់គ្លេសបាទព្រោះយើងនិយាយពីអាស៊ានកាលណាយើងមិនអាចប្រើប្រាស់ភាសាអង់គ្លេសបានក៏វាពិបាកក្នុងការទំនាក់ទំនងបាទអញ្ចឹងគឺភាសាអង់គ្លេសជាភាសាមួយសំខាន់ដែររីឯស្នាដៃនោះគឺតាក់ទងនឹងស្នាដៃគាត់ធ្វើរយៈពេល5ឆ្នាំក្នុងនោះគាត់បានដឹកនាំគម្រោងធំ2បាទយ៉ាងតិច2គម្រោងធំហ្នឹងបាទ2ហ្នឹងគឺបានន័យថាគាត់ចាប់ផ្ដើមតាំងពី design ដំបូងរហូតដល់គាត់បានដឹកនាំសាងសង់គម្រោងនឹងចប់ទៅបាទអញ្ចឹងគាត់អាចបាទតែគម្រោងដែលធំហ្នឹងយើងផ្ដោតទៅលើទំហំការ៉េឬក៏ទំហំ project ឬក៏ប្រភេទ project ដែលលបយើងមិនបានកំណត់ថាជាការ៉េទេប៉ុន្តែជារបៀបជា project មកគម្រោងឬ complex ឧទាហរណ៍ដូចជា condominium មួយឬ apartment ឬក៏មន្ទីរពេទ្យឬក៏អគារការិយាល័យនៃក្រសួងណាមួយដែលមានទំហំធំទៅបាទយ៉ាងទៅអាហ្នឹងបានន័យថាគម្រោងហ្នឹងវាហៅថាវាយើងហៅវាcomplex ស្មុគស្មាញឬក៏វាអីមកយើងដឹកនាំកើតបាទអញ្ចឹងសួរថាហេតុអីចាំបាច់ធ្វើអញ្ចឹងព្រោះយើងចង់ដឹងថាតើស្ថាបត្យករហ្នឹងគាត់
មានសមត្ថភាពឬអត់ក្នុងការដោះស្រាយដឹកនាំការធ្វើគម្រោងមួយតាំងពីដើមរហូតដល់ចប់យើងចង់បានចឹងបាទ អញ្ចឹងសរុបមកវិញបើតាមខ្ញុំសរុបមិញគឺយើងមានយើងរៀនចប់5ឆ្នាំយើងចំណាយពេលយើងចុះជាស្ប័យករចុះវិជ្ជារយៈពេល2ឆ្នាំហើយយើងអាច apply ទៅជា3ឆ្នាំ3ឆ្នាំមិនអាច apply ទៅជាស្ប័យករអាជីពបន្ទាប់ពី3ឆ្នាំហើយ5ឆ្នាំទៀតបើយើងអាច apply ជាស្ប័យករអាស៊ាន អូខេលោកពូអញ្ចឹងប្រហែលជារយៈពេល8ឆ្នាំ 8ឆ្នាំបាទ តើអាហ្នឹងលោកពូអាចដេញពីវិញតើចំណុចល្អឬក៏អីគេខ្លះដែលលោកពូចង់លើកទឹកចិត្តឲ្យស្ប័យករទាំងអស់គាត់ apply ទៅជាស្ប័យករអាស៊ានសម្រាប់ខ្ញុំទឹកបំណងរបស់ខ្ញុំមិនត្រឹមតែស្ប័យករអាស៊ានទេស្ប័យករអាជីពអីហ្នឹងគឺវាសំខាន់ណាស់បាទព្រោះបានន័យថាម៉េចបានន័យថាបើយើងបកទៅប្រវត្តិដើមដែលថាក្រោយឆ្នាំ1995ដែលថាសម័យកាលដែលពួកខ្ញុំបញ្ចប់ការសិក្សាហ្នឹងណាអញ្ចឹងយើងនិយាយចំនួនស្ថាបត្យករយើងហៅថាអាជីពនោះសឹងតែមិនមានទេអមថាពួកខ្ញុំចប់ឆ្នាំ1995ប៉ុន្តែក្នុងនោះជានិស្សិតជាអីនៅឡើយទេបាទអញ្ចឹងបើយើងធ្វើការទៅរហូតដល់ចាប់ពីឆ្នាំ1998ឬ99มันយើងគិតថាជាស្ថាបត្យករអាជីពហើយអញ្ចឹងក្នុងចំនួននោះចប់100នាក់ជាងបាទហើយធ្វើការនៅក្នុងអាជីពនោះក៏មិនបាន100នាក់ទេមិនបានតែមួយចំនួនទេបាទអញ្ចឹងយើងតិចណាស់ហើយអញ្ចឹងបានយើងត្រូវការស្ថាបត្យករអាជីពហ្នឹងឯងដើម្បីចូលរួមកសាងប្រទេសជាតិសិក្សាធ្វើឲ្យបានស្រុកបានស្អាតបានអីដូចគេហ្នឹងណាបាទហើយដោយឡែកស្ថាបត្យករអាស៊ានហ្នឹងគឺសំខាន់ត្រង់ថាទីមួយគាត់មានបទពិសោធន៍ជ្រៅជ្រះដែលគាត់អាចដោះដូរឬក៏សហការជាមួយនឹងស្ថាបត្យករនៃបណ្ដាប្រទេសអាស៊ានផ្សេងគ្នាស្មើមុខស្មើមាត់ជាមួយគ្នាបានបាទគឺលំហូរស្ថាបត្យកម្មលំហូរការងារមកថាយើងអាចមានកម្រងទៅធ្វើការនៅប្រទេសគេក៏អាចមានកម្រងធ្វើការប្រទេសយើងក្នុងកម្រិតស្មើភាពគ្នាបាទហ្នឹងហើយបាទហ្នឹងជាបំណងដែលតាមមានស្ថាបត្យករអាស៊ានបាទទទួលបានលោកពូចុះករណីនេះបើខ្ញុំស្ដាប់មើលទៅចុះលោកពូករណីទៀតថាអ្នកដែលគាត់រៀនតនៅសុខក្រៅឬក៏គាត់កំពុងតែរៀនដូចថាគាត់រៀនអ្នកខ្លះបានអាហារូបករណ៍ទៅរៀនបញ្ញាបត្រនៅប្រទេសក្រៅអញ្ចឹងលោកពូតាហ្នឹងឧទាហរណ៍ថាគាត់អ្នកខ្លះរៀនចប់ហើយគាត់ធ្វើការនៅក្រៅហ្មងអញ្ចឹងបើសិនជាឧទាហរណ៍គាត់ចង់ចុះឬក៏គាត់ត្រឡប់មកវិញគាត់រៀងយឺតពេលព្រោះបើតាមខ្ញុំមានមិត្តភ័ក្តិមួយគឺគាត់រៀងគាត់ថាគាត់ធ្វើការរយៈពេល1ឆ្នាំ2ឆ្នាំហើយគាត់ដឹងថានៅក្នុងប្រទេសរបស់យើងមិនត្រូវការហ្នឹងតើក្នុងហ្នឹងតើយើងមានការលើកលែងឬក៏ការយោគយល់អីលោកពូបាទក្នុងការចុះហ្នឹងបាទលក្ខខណ្ឌហ្នឹងមាន2យ៉ាងទី1ឧទាហរណ៍ថាដូចពួកខ្ញុំហៅថាសេរីចាស់មុនដែលថាការសិក្សាឬក៏ប្រកបអាជីវកម្មហ្នឹងតាំងពីគណៈស្ថាបត្យករមិនទាន់កើតម្លេះបាទអញ្ចឹងឧបមាថាបើសិនបើខ្ញុំចុះបញ្ជីដំបូងហ្នឹងជាដំបូងនោះបានត្រឹមតែស្ថាបត្យករចុះបញ្ជីទេប៉ុន្តែខ្ញុំបានធ្វើការពីមុនច្រើនឆ្នាំមកហើយបាទអញ្ចឹងបើគេរកចាំពីថ្ងៃដំបូងហ្នឹងអាហ្នឹងវាខាតពេលខាតអីច្រើនណាស់អញ្ចឹងក្នុងករណីនេះយើងមានការលើកលែងត្រង់ថាម៉េចត្រង់ថាគណៈកម្មការយើងមើលកាក់ស្នាដៃអញ្ចឹងចង់និយាយថាអញ្ចេះថាឧបមាថាស្ថាបត្យករនោះគាត់បម្រើការនៅក្រៅប្រទេសថារយៈពេលថា5ឆ្នាំទៅចុះបាទ5ឆ្នាំចុះហើយគាត់មកចុះបញ្ជីនៅយើងបាទអញ្ចឹងជាគោលការណ៍ច្បាប់គាត់ចុះបញ្ជីថាជាដំបូងគឺត្រូវតែជាស្ថាបត្យករចុះបញ្ជីហើយយើងមិនអាចទៅឯណាផ្សេងយ៉ាងទេតែយើងចូលចុះបញ្ជីសិនបានយើងជំហានទី2ឈានទៅអីទៀតបាទអញ្ចឹងក្រោយពីគាត់ខ្លាចជាស្ថាបត្យករចុះបញ្ជីហើយយើងមើលស្នាដៃគាត់ជាក់ស្ដែងថាតើគាត់បានធ្វើកិច្ចការអីខ្លះអញ្ចឹងកិច្ចការគាត់នឹងវាសមនឹងខ្លាចជាស្ថាបត្យករអាជីពគណៈកម្មការពិនិត្យមើលខ្លះសមអាហ្នឹងយើងជូនគាត់ហើយមិនតែអង្គុយចាំតដល់ប្រហែលឆ្នាំក្រោយ3ឆ្នាំក្រោយគឺយើងអត់ចាំអញ្ចឹងទេបាទអញ្ចឹងលក្ខខណ្ឌនេះគឺអនុវត្តសម្រាប់តែបងប្អូនដែលគាត់បញ្ចប់ពីការសិក្សាជាក់ស្ដែងហ្នឹងអាហ្នឹងយើងបានរាប់យ៉ាងតដោយឡែកអ្នកមុនអាហ្នឹងយើងមិនរាប់ចឹងទេយើងមើលទៅតាមហ្នឹងបាទទៅតាមសមត្ថភាពទៅតាមរបស់គាត់ដូចយើងលើកទឹកចិត្តឲ្យនឹងការយកយល់ទៅគាត់ដែរបាទអូខេទទួលបានលោកពូចុះលោកពូសម្រាប់លក្ខខណ្ឌហ្នឹងព្រោះយើងនិយាយទៅវាមានលក្ខខណ្ឌមួយទៀតគេហៅថារូបវ័ណ្ណបុគ្គលហើយនឹងព្រោះមានមិត្តភ័ក្តិខ្ញុំខ្លះព្រោះខ្ញុំបានចុះវិជ្ជាស្វ័យករហើយនៅ apply ក៏ជាអាជីពហើយមានអ្នកខ្លះគាត់ច្រឡំថាការចុះវិជ្ជាស្វ័យករហ្នឹងតកតងជាមួយនឹងប៉ុន្តែហើយនឹងរូបវ័ណ្ណបុគ្គលតែអាហ្នឹងវាខុសគ្នាមិនដែលលោកពូព្រោះមានអ្នកខ្លះគាត់នៅមានភាព special ក្នុង position ទីហ្នឹងបាទលោកពូបាទ
bà chấm nói nó cứ miên ca từ chơi khi trái mình trầm ta kê màu xua tới khang mùi rọt anh tế là chỉ tụ tới xua một cái dòng màu cả nạ mới có rương trái này hơi có chỉ rương mũi đại dương trời đắng hay có chỉ cả lọ đây đấy bàn cam vị thi bởi dương sọc sai rương này rương pi năng pi sen cái này dân dân thà nói cả nạ sa bạc dạ có dương cột cống hay thà sa bạc dạ có đại mi nạ chip vì sao ông hai thằng này ai cái tên được coi như hai thằng professional và chẳng nơi tin đi sao bà già có nó tiệp tông năng rương sắm mặt tập hiệp và u cho họ tha còn trên pi sao bà già có trong trí từ sao bà già có chip pra già về bảy chắn mà nó cứ dừng dây pi sắm mặt tập hiệp và dây pi sắm mặt tập hiệp của sao bà già có và rồi ai rụp bọn bọc cố có tha nơi pe đây có bàn tìm mũi thà có bàn chồng chi đây cả nạ sao bà già có hai con miệt bọt bị sao bảy năm con ai xong chia rụp bọn bọc cô bàn anh ấy lại khăn thành chẳng chẳng dân ngao thà tao rụp bọn bọc cô lúc chia sợi rụp bọn bọc cô nó cứ chia dân hai tha chia dân hai bờ phía sau anh lấy cái hai tha license architect đại tha đại ban từ tu license cả này nhá pi rót ai con bọc cô bọc bó chi và cam bên đây tha tiệt tâu nâng ca bằng dương gì máy tha cả bằng pôn cả bằng ấy chun rót chẳng bà chẳng khó khăn trong thang trẻ mà thá dương chia sa bạc dạ có chip chẳng sa bạc dạ có chip nắng cứ cái nào con chip cứ con chip hơi chẳng mình ai tha chip tha bay làm khói tha con trời tại renew chip làm với cứ dương mình tha dân tê lực lên tại con vừa khâu rư co còn mình bằng vì thị cái tiền mình đây ở đấy bàn kê hai thấy anh trời bị tràn nào đi còn lúc chung một tranh bằng đằng tay cái này mình nó con nó ta sao bao giờ có chip tận đây đang anh bà tay rụp bọn bọc cốt cái mình lại khan cái cứ bay nằm chẳng có cho hồng chi và co bà chi và cam rosi nắng dạ pe bay nằm chẳng phật bay nằm nó có trời renew license bà con bị xong bà con làng vinh bà chẳng bà con mình renew thế à nắng còn không sao bao hơi tụi bay còn bà con nó bó bàn tayเข้าฉบับbà chắc có tới renew lang vịnh bà mình đây thay dương ở sauไปตามเพลงฉบับdương vậy chị vịnh mình đây thay có xong lang vịnh bà ok chẳng lục bố mình đây thay chẳng đầm bay apply tới chị rùa bọc cố dương thử chị lại khả năng dương thử ca cho vị trí chị sắp phải có sân hai bên dương ai ban bay sáng bên dương apply do rùa bọc cố bàn mình là bố và tất cả apply do nắng nơi khang cái này sắp phải có được nơi không này xây này này xây này khang này này à kẹt này vô cả than sầm nòng bà này bà hai khăn ông nó còn miền tây miền cùng rongประมาณ để còn cầm nọt chẳng thế nè chẳng ở mà theo rùa bồn bọc cố miền bay cầm bát cho tới cầm bát ban tờ bố nó kia ao châu cầm bát thì bay săn tờ bố săn chẳng khăn ông nó còn tây miền thì mới dừng bị dẹp bị bọt bị sao còn bay cho nam dạng tết hay thì tí còn thơ cầm rong ấy cầm rong mui cầm rong pi cầm rong bấy đặt sập biệt cầm rong đặt này cái tới cả nắng còn cái biển đất mưa tới hay xòm lẹ cái nát có kẹtเอาคลายchia rụp bọn bọc cô là nó bên đây ta còn miền ở nhà bán nông cá và có một đậu bó rosi bà rừng trăng tê bà tại nơi cái nát sao bà có cứ gì ông pi professional piสมัครtập hiệp chùm nia như là bó sao bà có pi đánh khâu khné dần bà ok chẳng nó không rụp bọn bọc cố miền rừng mùi tít cứ như miền tam bọc hết cái cào miền cầm đất bay cầm đất pi cầm đất mùi tên là bù nâng bên này về bên đây là cầm đất nâng tập tam bọc hết cầm rồng đài bàตัวบางโอเคลูกผู้จังอันนั้นเมื่อในทางวิจิเหืองมาบายพิษได้ยังเถิดดังยมเหียงตำไงได้เหียงชุบะแต่ตรงเหมือนเรื่องรูปบอลบโก้แต่ตรงชุมนังทรัพยากรชาวบิจีผู้เหืองปีนั้นคือเซนเคเนียสถาบันกับเซนเคเนียได้บ้านบ่từ mùi tiết lục bù ta nhâm trong đăng tha họ ngày nít lục bù khởi chân sắp bây giờ cho nón cao tràn nè bạc chỉ freelance nè bạc chỉ cầm hồn startup có tràn nhâm trong đăng tha ta nơi ngày khẳng mốc nó không có thể bảo dưỡng những con nhiều bài không ca cướp cron năng cả bạc cầm hồn năng bạc mic rồi có ca cầm nọt đầm lại standard nam môi nó không ca bạc chiều cam chỉ ca cú plon năng ngày lục bù bạn chẳng muốn năngแตะตัวหนึ่งเรื่องกระผมพ้นขยำสมบ่มันติดตือรูปวันบกุลยังสู้ท่าให้ไอ้บันยังจำบัดตรการรูปวันบกุลบ่าจังรูปวันบกุลนั่นคือเชี่ยบกุลได้แต่ตัวเขาตรึจำพวกบกฉบับจำพวกบกกลุ่มโรงได้ครูบันเทออุยแต่หอท่ากลุ่มโรงสร้างซองอักเกียไอ้มวยจ่อจังยังตรการมีสถาปัตย์ก็เปิดประกอบได้ท่าแต่ตัว
ខុសត្រូវលើគម្រោងនងចំពោះមុខច្បាប់ឧបមាថាវាមានបញ្ហាអីយើងដឹងថាស្ថាបត្យករនោះគាត់ជាអ្នករ៉ាប់រងអ្នកទទួលខុសត្រូវតែខាងគណៈស្ថាបត្យករឬក៏ស្ថាបត្យករអាជីពគាត់រ៉ាប់រងតើរឿងសមត្ថភាពរបស់គាត់ទេបាទតើស្ថាបត្យករនោះគាត់មានសមត្ថភាពបណ្ណានឹងជាទៅនឹងសមត្ថភាពមួយទៀតការទទួលខុសត្រូវចំពោះមុខច្បាប់បាទអញ្ចឹងបានបកមកវិញមកក្រុមហ៊ុនរឿងក្រុមហ៊ុនចេះដើម្បីយើងស្ថាបត្យករម្នាក់ប៉ុន្តែក្រុមហ៊ុនមិនមែនម្នាក់ទេបាទគឺមួយក្រុមបាទគាត់តែម្នាក់គាត់ជាប្រធានក្រុមហ៊ុនអញ្ចឹងគាត់ត្រូវចុះបញ្ជីបាទអញ្ចឹងចុះបញ្ជីនោះដើម្បីគាត់ចុះបញ្ជីបង្កើតក្រុមហ៊ុនឧទាហរណ៍ថាក្រុមហ៊ុនសិក្សាគម្រោងប្លង់ក៏ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មសិនហៅថាគាត់ដើម្បីសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មក្នុងការបង្កើតមុខរបរអញ្ចឹងបានសួរថាគាត់បង្កើតមុខរបរអីគាត់បង្កើតមុខរបរសិក្សាគម្រោងប្លង់បានគាត់មកសុំបន្តទៀតសិក្សាគម្រោងប្លង់អញ្ចឹងនៅក្នុងក្រុមហ៊ុននោះមានកម្រិតទៀតមានកម្រិត1កម្រិត2កម្រិត3អញ្ចឹងទៅបាទអញ្ចឹងនៅក្នុងកម្រិតមួយហ្នឹងតើស្ថាបត្យករនោះមិនមែនមានតែម្នាក់ទេគឺមានគ្នាច្រើនប្រមាណអ្នកទៅតាមច្បាប់កំណត់អញ្ចឹងតើគាត់មានអត់មានស្ថាបត្យករអមនឹងអត់ឬក៏ហៅថាស្ថាបត្យករបង្គោលអីគាត់មានក៏អត់អញ្ចឹងអាហ្នឹងលក្ខខណ្ឌនៃក្រុមហ៊ុនបាទអញ្ចឹងហើយការបង់ប្រាក់ការអីគឺទៅតាមអីដែលច្បាប់បានកំណត់នៅក្នុងនោះឯងគឺគេមានកំណត់ច្បាប់ច្បាស់លាស់ថាកម្រិត1ត្រូវបង់ប្រាក់ប្រមាណកម្រិត2បង់ប្រាក់ប្រមាណកម្រិត3បង់ប្រាក់ប្រមាណហើយយើងហៅថាគេថាសុពលភាពនៃក្រុមហ៊ុនមួយយើងថាប្រមាណឆ្នាំយើងត្រូវគេហៅថាធ្វើថ្មីឡើងវិញឬក៏ហើយយើងភាសាអង់គ្លេសហៅ renew ឬក៏អីហ្នឹងគេមានកំណត់តាមហ្នឹងបាទហ្នឹងហើយទីក៏ត្រូវតម្លើងកម្រិតទៅទៀតបើថាកម្រិត3ត្រូវកម្លាំងកម្រិត2តតែមានកម្រិតមានសមត្ថភាពប៉ុណ្នេះមានបទពិសោធន៍ប៉ុណ្នេះបានអាចទៅបានបាទហ្នឹងហើយអញ្ចឹងបើយើងនិយាយទៅថ្ងៃក្រោយយើងប្រទេសយើងអាចនឹងរឹតបន្តឹងទៅលើគម្រោងដែលធំវាត្រូវការគ្រប់ license ក៏មិនមែនទេស្បែរថ្ងៃនេះក៏គេទាមទារហ្នឹងដែរមែនទេលោកពូបាទអញ្ចឹងបាទអញ្ចឹងខ្ញុំរៀងយកបានមួយចំនួនដែរប៉ុន្តែលោកពូតើតើមកការកំណត់តម្លៃនៃ standard price នៃការ design នៃហ្នឹងអាហ្នឹងយើងមានបានយើងមាន plan ការក្នុងការកំណត់ដើម្បីថាយើង set standard រួមព្រោះយើងអត់ចង់ឲ្យបើខ្ញុំហ្មងគឺខ្ញុំឃើញថាការប្រកួតប្រជែងតម្លៃទៅលើអាជីពហ្នឹងវាប៉ះពាល់ដែរវាប៉ះពាល់ដល់អ្នកដែល professional អ្នកដែលគាត់របៀបបែបstart ព្រោះយើងយល់អំពីលក្ខខណ្ឌគាត់ដែរអញ្ចឹងតើថ្ងៃក្រោយទៅយើងអាចមានគោលនយោបាយណាដើម្បីយើងអាចគ្រប់គ្រងចំនួនហ្នឹងបានទេលោកពូបាទយើងលើកទឹកចិត្តឲ្យពួកគាត់គោរពនៅតាម standard នៃវិជ្ជាជីវៈរបស់យើងជាស្ថាបត្យករអញ្ចឹងលោកពូបាទត្រង់ចំណុចនេះគណៈស្ថាបត្យករកំពុងតែរៀបចំយើងហៅថាគេហៅកម្រៃសិក្សាគម្រោងប្លង់បាទអញ្ចឹងគណៈស្ថាបត្យករបានធ្វើជាហៅថាលក្ខខណ្ឌរួមលក្ខខណ្ឌគោលលក្ខខណ្ឌរួមយើងបានធ្វើបាទយើងបានធ្វើបានមួយចំនួនហើយដោយឡែកនៅយើងហៅថានៅធ្វើឧបសម្ព័ន្ធផ្សេងឧទាហរណ៍ថាគម្រោងលំនៅឋានឬក៏គម្រោងអគាររដ្ឋបាលឬក៏អគារពាណិជ្ជកម្មឬក៏អីតើគម្រោងមួយថាកម្រៃសិក្សាគម្រោងប្លង់នៃគម្រោងមួយនោះប៉ុណ្ណាប្រមាណភាគរយប្រមាណយ៉ាងណាអាហ្នឹងយើងកំពុងតែធ្វើការហ្នឹងអញ្ចឹងការធ្វើកិច្ចការហ្នឹងគឺត្រូវមានការចូលរួមជាសំខាន់និងចាំបាច់ពីយើងហៅថាអ្នកប្រកបអាជីពជាក់ស្ដែងដែលខ្លួនបានប្រឡូកជាក់ស្ដែងបានផ្ដល់ជាយោបល់ជាអីកើតបាទព្រោះអីដែលយើងអាចធ្វើបានយើងមានគំរូពីក្រៅប្រទេសពីប្រទេសផ្សេងគំរូគេយកប៉ុណ្ណេះអាហ្នឹងមានក៏ប៉ុន្តែយើងយករបស់គេទាំងដល់មកអនុវត្តនៅយើងជាក់ស្ដែងជួនកាលវាអាចមិនត្រូវទេអញ្ចឹងបានថាត្រូវការអ្នកអនុវត្តអាជីពជាក់ស្ដែងហ្នឹងគាត់ចូលរួមផ្ដល់យោបល់ថាតើលើកជាសំណើថាគម្រោងនេះគួរតែយកពីប៉ុណ្នេះចាប់ពីប៉ុណ្នេះភាគរយឬក៏គិតយ៉ាងម៉េចអាហ្នឹងគឺយើងត្រូវការទៅជែកគ្នាការចូលរួមគេហៅពួកក្រុម professional នឹងឯងបាទដែលត្រូវចូលរួមជួយផ្ដល់យោបល់ហ្នឹងអាហ្នឹងគឺយើងនៅជាប់នៅក្នុងចំណុចហ្នឹងប៉ុន្តែគោលការណ៍រួមអាហ្នឹងយើងបានត្រៀមហើយតែសេចក្តីព្រៀងរួមយើងមានហើយបាទមាននៅកន្លែងហ្នឹងបាទអញ្ចឹងកាលណាយើងមានហ្នឹងយើងធ្វើការបានស្រួលហើយបាទតនពូខ្ញុំគិតថាវាជាចំណុចមួយដែលល្អយើងអាចកំណត់នៅ standard រួមមួយព្រោះខ្ញុំគិតថាអាជីពជាស្ថាបត្យករវាទាមទារលក្ខខណ្ឌនៃការផ្ដល់តម្លៃហ្នឹងច្រើនហើយខ្ញុំយល់អំពីកត្តាហ្នឹងខ្ញុំគិតថាវាជារឿងមួយដែលល្អបើសិនជាប្រទេសយើងអាចឈានដល់ការកំណត់
ในดำไหล standard មួយបានអញ្ចឹងលោកពូបានតើតើមិញយើងបាននិយាយអំពីតើតើមួយ bidding code ខ្ញុំចង់លើកឡើងដែរព្រោះរហងៃនេះយើង sourcing ពីក្រៅយើងប្រើ bidding code អត់ទាន់មានកំណត់ទេតើអាហ្នឹងនៅក្នុងផែនការរបស់ខាងគណៈឬក៏ខាងច្បាប់នៅក្នុងប្រទេសរបស់យើងតើយើងមានបានគិតឬក៏សិក្សាអំពីចំណុចហ្នឹងឯលោកពូបាទតើតើមួយ bidding code ចំណុចនេះសំខាន់បាទ building code គឺជាអីដែលយើងបានប្រើរាល់ថ្ងៃហៅថាជារបស់រួមរបស់សកលដែលប្រទេសជឿនលឿនគាត់បានគិតគូរបាទរៀបចំបាទដោយឡែកកម្ពុជាយើងកំពុងតែរៀបចំកំពុងតែធ្វើបាទកំពុងតែធ្វើដែលមាននៅផ្នែកខាងក្រុមប្រឹក្សាជាតិបទបញ្ញត្តិគាត់កំពុងតែរៀបចំធ្វើកិច្ចការហ្នឹងហើយក៏អាដាមឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកក៏ជំរុញឲ្យការងារហ្នឹងឆាប់ផ្ដើមចេញអាចឲ្យធ្វើម៉េចឲ្យបានប្រើប្រាស់ដែរហើយជាបន្តទៅទៀតហ្នឹងនឹងមានផ្នែកខ្លះនៃ building code ឬក៏ផ្នែកសំខាន់នឹងបានផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់បាទនឹងមានបដាយើងធ្វើបដាបាទទទួលបានលោកពូចង់បន្ថែមលោកពូបន្តិចនៅក្នុងយើងមិញលោកពូមានភាសាមិញមានខាងគណៈសិប្បករមានខាងសមាគមចង់ដឹងថានៅក្នុងប្រទេសរបស់យើងតើអ្នកដែលកត់កាន់ទៅលើផ្នែកស្ថាបត្យកម្មនៅក្នុងច្បាប់នៃប្រទេសរបស់យើងមានបានផ្នែកដែលលោកពូអាចមានជួយបញ្ជាក់បញ្យល់បន្ថែមបានទេថាយើងមានកិច្ចខ្លះបាទដើម្បីឲ្យពួកគាត់បានដឹងតើតើនឹងវិស័យស្ថាបត្យកម្មក៏ដូចជាវិស័យសំណង់យើងគិតថាអ្នកដែលគ្រប់គ្រងធំទូលំទូលាយហ្នឹងគឺយើងហៅថាក្រសួងមានថ្នាក់ក្រសួងបាទក្រសួងរៀបចំដែនដីនិងក្រសួងផ្សេងតាមផ្នែកហើយបានបន្ទាប់មកយើងមានគណៈស្ថាបត្យករបាទគណៈស្ថាបត្យករបើខាងវិស្វកម្មយើងមានគណៈវិស្វករអញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីគណៈស្ថាបត្យករអាចធ្វើកិច្ចការជំនាញរបស់ខ្លួនបានកើតហ្នឹងគឺត្រូវចាំបាច់ត្រូវមានដៃគូសហការជំនួយតទៅទៀតនោះយើងហៅថាជាសមាគមបាទតាមសមាគមដែលតាក់ទងនឹងវិស័យស្ថាបត្យកម្មនៅក្នុងបច្ចុប្បន្ននេះយើងមានសមាគម3 4ដែរដែលតាក់ទងនឹងវិស័យស្ថាបត្យកម្មបាទដូចជាយើងមានសមាគមស្ថាបត្យករនៃកម្ពុជាសមាគមស្ថាបត្យករអង្គរសមាគមអ្នកវិនិយោគអ្នកសាងសង់និងស្ថាបត្យករកម្ពុជាឡាក់ដែលគាត់បានចុះបញ្ជីត្រឹមត្រូវហើយគាត់ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញវិស័យស្ថាបត្យកម្មហ្នឹងឲ្យរីកដុះដាលស្គុះស្គាយតទៅទៀតបាទហើយសមាគមហ្នឹងគាត់មាននីតិសំខាន់ខ្ញុំចង់បញ្ជាក់ចំណុចហ្នឹងសំខាន់ត្រង់ថាគាត់ចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលសមត្ថភាពគុណភាពរបស់ស្ថាបត្យករឬក៏អ្នកជំនាញវិជ្ជាជីវៈគឺគាត់ហ្នឹងឯងដើរតួសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលបាទហើយនៅឆ្នាំក្រោយយើងមានកិច្ចប្រជុំមួយយើងហៅថាសភាស្ថាបត្យករអាស៊ានដែលរៀបចំនៅយើងហើយក្នុងនោះនឹងមានជាពិព័រណ៍យើងហៅថា Architect Gallery ឬក៏ Architect Festival អាចជាមួយគ្នាដើម្បីធ្វើកិច្ចការងារហ្នឹងបាទមួយគ្នាបាទដើម្បីត្រួតត្រងសកម្មភាពប្រជុំសភាស្ថាបត្យករអាស៊ានបាទដែលក្រុងធ្វើនៅចុងឆ្នាំអូខេតែយើងអត់ទាន់ដឹងថាក្នុងអំឡុងពេលខែណាលោកពូគ្រាន់តែដឹងចុងឆ្នាំយើងក្រុងថានៅក្នុងខែតុលាម្ដុំខែតុលាបាទឬក៏ខុសគ្នាមកវិជ្ជការឬក៏យ៉ាងណាស៊ីសងនឹងពេលវេលាជាក់ស្ដែងបកមកវិញតើក្នុងគណៈស្ថាបត្យករឬក៏គោលនយោបាយរបស់វិស័យស្ថាបត្យកម្មការលើកកម្ពស់ស្តង់ដារនៅពេលខាងមុខហើយដែលជាគោលនយោបាយសំខាន់ណាលោកពូអាចបង្ហាញអំពីគោលបំណងក៏ដូចជាផែនការខ្លះដែលគណៈស្ថាបត្យករឬក៏អ្នកដែលពាក់ព័ន្ធនៅក្នុងហ្នឹងកំពុងតែរៀបចំអញ្ចឹងបច្ចុប្បន្ននេះគណៈស្ថាបត្យករកម្ពុជាបានរៀបចំឯកសារធំ2ទី1យើងហៅថាគោលនយោបាយជាតិស្ដីពីស្ថាបត្យកម្មកម្ពុជាឯកសារនេះលោកពូបាទនេះឯកសារមួយនេះបាទហើយនឹងចំណុចមួយទៀតគឺយើងហៅថាផែនការយុទ្ធសាស្ត្របាទផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2023ដល់2028របស់គណៈស្ថាបត្យករកម្ពុជាបាទនៅក្នុងផែនការយុទ្ធសាស្ត្រនេះយើងមានចំណុច6ចំណុចសំខាន់ដែលខ្ញុំអត់ទាន់បានចាំទៅមើលក្នុងឯកសារបានឃើញអាហ្នឹងគួរតែអានឬក៏យ៉ាងម៉េចអាចបានតែលោកពូអាចបាញ់មើលបន្តិចក៏បានដែរលោកពូអាច note ព្រោះខ្ញុំអាចថាលោកពូអាចបង្ហាញបន្តិចទៅចឹងនៅក្នុងផែនការយុទ្ធសាស្ត្រទាំង6របស់គណៈស្ថាបត្យករគឺយើងមានទី1ផែនការទី1គឺការគ្រប់គ្រងបាទ
នឹងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក្នុងវិស័យស្ថាបត្យកម្ម បាទ ផែនការទី2គឺជំរុញការស្រាវជ្រាវហើយនឹងនវានុវត្តន៍រួមទាំងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម បាទ ផែនការទី3គឺពង្រឹងគុណភាពអប់រំដើម្បីទទួលបានជំនឿទុកចិត្តផែនការទី4គឺជំរុញការផ្សព្វផ្សាយជាសាធារណៈនៅរបបកំហើញថ្មីនៃវិស័យស្ថាបត្យកម្មផែនការទី5គឺលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌សំណង់បេតិកភណ្ឌនិងផែនការទី6គឺការធ្វើសមាហរណកម្មវិស័យស្ថាបត្យកម្មចូលក្នុងសហគមន៍អាស៊ាននិងនៅក្នុងពិភពលោកនេះជាផែនការធំបាទទាំង6របស់គណៈស្ថាបត្យករកម្ពុជាត្រូវអនុវត្តហើយទាំងនេះគឺជាយើងហៅថាជាសេចក្តីព្រាងមិនតាន់បានថាជាសេចក្តីសម្រេចនៅឡើយទេព្រោះយើងត្រូវដាក់ជូនក្រុមប្រឹក្សាស្ថាបត្យករកម្ពុជាប្រជុំដើម្បីសម្រេចក្រោយពីទទួលបានការឯកភាពទាំងស្រុងទើបយើងហៅថាជាសេចក្តីសម្រេចបាទបច្ចុប្បន្ននេះនៅជាសេចក្តីព្រាងនៅឡើយបាទខ្ញុំគិតថាគោលនយោបាយទាំងយុទ្ធសាស្ត្រទាំង6ចំណុចនេះខ្ញុំគិតថាជាចំណុចដែលសំខាន់ទាំងអស់ហើយខ្ញុំសប្បាយចិត្តបើសិនជាយើងអាចធ្វើទាំងរឿងទាំងនេះបានហើយខ្ញុំក៏ឃើញថាសប្តាហ៍ថ្ងៃនេះវិស័យស្ថាបត្យកម្មយើងក៏កំពុងតែគេហៅថារីករាស់ច្រើនទាំងវិស័យឯកជនទាំងវិស័យរដ្ឋាភិបាលគឺជំរុញនិងលើកទឹកចិត្តនិងផ្ដល់តម្លៃដល់កាន់ស្ថាបត្យករមែនតើជាចុងក្រោយលោកពូមានអីអាចជាសារមួយអាចទៅកាន់បងប្អូនឬក៏អ្នកជំនាន់ក្រោយជាស្ថាបត្យករក្នុងនាមខ្ញុំជាយើងហៅថាស្ថាបត្យកររៀមច្បងឬក៏ថាអ្នកធ្វើការនៅក្នុងវិស័យពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មខ្ញុំក៏មានជាការផ្ដាំផ្ញើឬក៏ជាការសនំពោឬក៏ជាការលើកទឹកចិត្តថាដល់បងប្អូនបាទបងប្អូនមិនថាជាស្ថាបត្យករទេក្រៅពីជាស្ថាបត្យករក៏ដូចគ្នាដែរសម័យនេះគឺសម័យទូលំទូលាយបាទទូលំទូលាយដែលថាការយល់ដឹងវាទូលំទូលាយណាស់បាទយើងអសង្ឃថាអាចរកមើលអីក៏បានដែរបាទអញ្ចឹងសម្រាប់សង្គមស៊ីវិល័យដែលខ្ញុំធ្លាប់ទទួលការស្ដាប់ការពិភាក្សាពីអ្នកមានបទពិសោធន៍នោះគឺថាសង្គមស៊ីវិល័យតាក់ទងនឹងមនុស្សម្នាក់ត្រូវមានចំណេះ2យ៉ាងដែលមាននៅក្នុងខ្លួនដែលយើងរាល់ថ្ងៃយើងហៅថាបំណិនជីវិតនោះមានវិស័យទី1ការរៀបចំផ្ទះសម្បែងបាទការរៀបចំផ្ទះសម្បែងហៅថាតុបតែងលម្អឬក៏រៀបចំផ្ទះសម្បែងមិនឲ្យវាសមរម្យសម្រាប់ការរស់នៅរបស់ខ្លួនអញ្ចឹងវិស័យនេះវាតាក់ទងនឹងផ្នែកស្ថាបត្យកម្មយើងហៅថាស្ថាបត្យកម្មចុះអញ្ចឹងពួកក្នុងស្ថាបត្យកម្មនោះគ្រប់ទាំងការតុបតែងលម្អរួមទាំងការគេហៅអីស្ថាបត្យកម្មទេសភាពនៅក្នុងហ្នឹងបាទហ្នឹងយើងហៅថាវិស័យស្ថាបត្យកម្មអញ្ចឹងមនុស្សម្នាក់គាត់អាចរៀបចំខ្លួនឯងបានទោះបីតូចក្តីតិចក្តីគាត់អាចធ្វើបានឧទាហរណ៍ថានៅក្នុងបន្ទប់គាត់មួយឬក៏នៅលើតុមួយគាត់អាចរៀបចំតុបតែងវារៀបរយមើលទៅឃើញស្អាតហ្នឹងហៅថាបំណិនជីវិតទី1របស់អ្នកស៊ីវិល័យបាទហើយទី2គឺផ្នែកយើងហៅថា hospitality ឬក៏ហៅថាការបដិសណ្ឋារកិច្ចបាទអញ្ចឹងមនុស្សហ្នឹងត្រូវតែមានចេះយ៉ាងទីឧទាហរណ៍ចេះអាហ្នឹងក៏វាតាក់ទងនឹងការរៀបចំដែររៀបចំរបស់ដែលយើងមើលឃើញផងហើយក៏ទី2បង្ហាញនៅការយើងហៅការទទួលភាពរាក់ទាក់ពីអីហ្នឹងផងបាទភាពគួរសមភាពរាក់ទាក់ភាពអីហ្នឹងអាហ្នឹងក៏ជាចំណុចសំខាន់ទី2ដែរបាទលោកពូអញ្ចឹងសម្រាប់មនុស្សហ្នឹងគឺមាន2ហ្នឹងដោយឡែកសម្រាប់អ្នកដែលអ្នកជំនាញគាត់ខំធ្វើជំនាញហ្នឹងឲ្យកាន់តែល្អកាន់តែប្រសើរទៅឧបមាថាយើងមិនបានធ្វើជាអាគារមួយដ៏ធំតែយើងបានធ្វើចេញពីកូនបន្ទប់ដ៏តូចមួយរបស់យើងអាចធ្វើបានហើយយើងចាប់ផ្ដើមធ្វើពីកន្លែងតែហ្នឹងទៅបាទជាទាំងអស់គ្នាទៅអាហ្នឹងយើងយូរឆាប់អាហ្នឹងវាមានការរីករាយដើរសោះសាយើងដឹងថាស្ថាបត្យកម្មគឺជាជីវិតឬគឺជាការរស់នៅប្រចាំថ្ងៃរបស់យើងទាំងតូចទាំងធំគឺវានៅជាមួយនឹងគ្នាហ្នឹងហើយទី2អ្នកអាជីពនោះក៏ខំបង្កើនសមត្ថភាពយើងទាំងគុណភាពសម្រាប់ជាតិយើងក៏ក្នុងកម្រិតអន្តរជាតិដែរសួរថាហេតុអីបានយើងនិយាយដល់ថាកម្រិតអន្តរជាតិកម្រិតអន្តរជាតិនោះវាក្នុងលំហមួយទលំទលាយឧបមាថាស្ថាបត្យករខ្មែរគាត់បានទៅធ្វើការនៅក្រៅប្រទេស
បាទក៏មានភាពទលំទលាយ បាទ ឬក៏យើងប្រកួតស្នាដៃប្រកួតប្រជែងស្នាដៃឈ្នះតាកម្រងស្នាដៃមួយនៅប្រទេសអីមួយនៅក្នុងប្រទេសអាស៊ានតែក៏អានោះក៏គ្របដណ្ដប់ទៅដោយគឺជាស្នាដៃដែលចេញពីមនុស្ស500លាននាក់បាទឬក៏ប្រទេសគេប្រកួតស្នាដៃឈ្នះនៅប្រទេសយើងហើយមានការសាងសង់ថានេះជាស្នាដៃនៃមនុស្ស500លាននាក់អាហ្នឹងជាសំខាន់មួយហើយមួយទៀតក៏យើងទៅឆ្ងាយទៅទៀតយើងហៅថាតាបច្ចេកករកម្រិតអន្តរជាតិឬក៏ពិភពលោកអញ្ចឹងទៅបាទអញ្ចឹងឧបមាថាយើងឈ្នះស្នាដៃនៅប្រទេសក្រៅពីតំបន់អាស៊ានឬក៏គេមកឈ្នះនៅយើងក៏ជាកិត្តិយសគឺជាស្នាដៃមួយនៃមនុស្ស8000លាននាក់ដែរអញ្ចឹងមានន័យថាម៉េចមានន័យថារបស់អស់នោះគឺជារបស់សកលអញ្ចឹងគេឧបមាថាគេមកលេងប្រទេសកម្ពុជាយើងក៏គេបានមកឃើញស្នាដៃទៅជួនជាតិគេនេះគេបានធ្វើស្នាដៃនៅទីនេះឬក៏យើងទៅលេងប្រទេសនោះថានេះស្នាដៃនេះជារបស់កម្ពុជាយើងដែលយើងសាវត្ថិពលយើងបានធ្វើមានភាពល្បីល្បាញអញ្ចឹងអាហ្នឹងឯងជាកិត្តិយសរបស់សាវត្ថិករក៏ដល់ជាកិត្តិយសដល់ប្រទេសជាតិរបស់យើងបាទអញ្ចឹងកាលណាយើងខំដល់កម្រិតហ្នឹងទៅអាហ្នឹងយើងធ្វើបានហើយរាល់ថ្ងៃនេះគណៈសាវត្ថិករក្តីសមាគមក្តីក៏បានរៀបចំផ្លូវដើរដើម្បីឲ្យអ្នកជំនាញនៃប្រទេសយើងមួយដើរនៅក្នុងវិគីនោះដើម្បីបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងឆាកអន្តរជាតិឆាកជាតិក៏ឆាកអន្តរជាតិឲ្យបានតែយើងដឹងផ្លូវដើរបង្ហាញមកយើងបើកផ្លូវឲ្យដើរទៅជាបង្ហាញតើយើងអាចទៅដល់នេះជាភាពទលំទលាយហើយចំណុចនេះសំខាន់ណាស់សម្រាប់ការតាក់ទាញវិស័យទេសចរបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍បន្តិចវាអាចវែងលើបន្តិចប៉ុន្តែឧទាហរណ៍ថាដល់ពីនៅការចាប់អារម្មណ៍បាទឧទាហរណ៍ថាយើងនិយាយនៅប្រទេសបារាំងយើងនិយាយទីក្រុងប៉ារីទីក្រុងប៉ារីមានរបស់សំខាន់ពីរយ៉ាងនោះតាមទស្សនៈខ្ញុំទី1គឺស្នាដៃស្ថាបត្យកម្មចាស់បាទគេថាជាបេតិកភណ្ឌដែលមានកន្លងមកបាទទីតាក់ទាញដូចជាទូកអេហ្វែលឬក៏អាគារអីចាស់ផ្សេងអញ្ចឹងទៅហើយក្នុងនោះក៏មានស្នាដៃថ្មីកើតថ្មីដែរដែលជាការតាក់ទាញដែលឧទាហរណ៍ថាបើយើងទៅទស្សនាគេហៅថាសារមន្ទីរលូនៅទីនោះគេហៅថាមានពីរ៉ាមីតដូចលូដែលធ្វើពីកញ្ចក់ដោយស្ថាបត្យករអាមេរិកប៉ុន្តែក៏សញ្ជាតិចិនអីចឹងទៅអញ្ចឹងជាកម្រិតពិភពលោកហ្នឹងឯងជាស្នាដៃតាក់ទាញមនុស្សគ្រប់ប្រទេសគ្រប់តំបន់ហ្នឹងមកមើលស្នាដៃហ្នឹងក្រៅតែមើលអារបស់បុរាណក៏គេមើលស្នាដៃថ្មីក្រៅពីនោះមានអាគារផ្សេងច្រើនទៀតអញ្ចឹងហ្នឹងឯងជាផ្នែកមួយដែលប៉ារីក៏ទទួលបានទេសចរឈ្នះគេបើធៀបនឹងប្រទេសផ្សេងក៏ទទួលបានទេសចរច្រើនបាទអញ្ចឹងបើកម្ពុជាយើងមានស្នាដៃល្អគឺជាចំណុចមួយតាក់ទាញទេសចរដល់យើងបាទពេលវេលាយើងរៀងមានកំណត់ដែរអញ្ចឹងអរគុណលោកពូសម្រាប់ការចូលរួមថ្ងៃនេះខ្ញុំជឿថាការចែករំលែកនៅក្នុងវីដេអូនេះនៅក្នុង show មួយនេះសម្រាប់អ្នកដែលទស្សនាក៏នឹងទទួលបានព័ត៌មានហើយសម្រាប់តាក់ទងជាមួយនឹងព័ត៌មានផ្សេងតាក់ទងជាមួយនឹងការសួរព័ត៌មានពីក្រសួងអីខ្ញុំនឹងតម្លាក់នៅក្នុង comment ខាងក្រោមវីដេអូនេះហ្នឹងហើយអញ្ចឹងយើងអាចចង់ជជែកនៅក្នុងវីដេអូនេះអញ្ចឹងខ្ញុំតម្លាក់ព័ត៌មានផ្សេងនៅក្នុង comment នៅក្នុងវីដេអូនេះអញ្ចឹងអរគុណលោកពូសម្រាប់ការចូលរួមថ្ងៃនេះបាទអរគុណលោកពូមែនតើបាទអញ្ចឹងអរគុណសម្រាប់ការចូលរួមទស្សនាសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត